ពេល3ថ្ងៃនៃពិធីបុណ្យអុំទូកនៅខេត្តព្រៃវែងមានភ្ញៀវទេសចរជាង 10,000 នាក់លេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងឱកាសពិធីបុណ្យអុំទូកបណ្ដែតប្រទីបអអំបុកនិងសំពះព្រះខែរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី4ដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025នេះនៅខេត្តព្រៃវែងមានភ្ញៀវទេសចរចំនួន 11,323 នាក់បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រៃវែងនេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តព្រៃវែងនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល3ថ្ងៃនេះខេត្តព្រៃវែងមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិនិងអន្តរជាតិដើរលេងកម្សាន្តក្នុងនោះរួមមាននគរភ្នំមានចំនួន902នាក់បារាយណ៍អណ្ដែតមានចំនួន448នាក់ទួលពាន់តល័យមានចំនួន463នាក់ស្ទឹងចាស់មានចំនួន1259នាក់ប្រាសាទព្រៃដើមស្រុកមានចំនួន51នាក់ចុងប៉មមានចំនួន8200នាក់សរុបចំនួនមានទាំងអស់11,323នាក់សូមបញ្ជាក់ថានៅតាមវត្តអារាមនានាក្នុងខេត្តបានរៀបចំពិធីអកអំបុកសំពះព្រះខែនិងមានការបង្ហោះគោមជាដើមដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែក្រោមការដឹកនាំនិងរៀបចំដោយលោកសួនសុមាលិនអភិបាលខេត្តលោកបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមានការដាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមទីសាធារណៈនិងបានរៀបចំកន្លែងបាញ់ទឹកតាមចង្វាក់ភ្លេងនៅចុងប៉មមុខសាលាខេត្តផងដែរ